សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងចូលដល់មេរៀនទី5មានចំណងជើងថាទម្ងន់ចំណុចទី1ការថ្លឹងទម្ងន់ជាគីឡូក្រាមក្រាមឬក៏ខាំចាអញ្ចឹងឧទាហរណ៍ទី1គេថ្លឹងពេញប៉ោះកូនមើលទៅលើផ្នែកជញ្ជីងនេះមានទម្ងន់100 200 300 400 500 600 700 800 និង900តែជញ្ជីងនេះគេគិតខ្នាតជាក្រាមអញ្ចឹង100 200 5 6 7 8 900រហូតដល់1000ក្រាមគឺ1គីឡូចាប៉ុន្តែនៅក្នុងជញ្ជីងនេះគេគិតខ្នាតត្រឹមក្រាមអញ្ចឹងតាមត្រនិចជញ្ជីងចង្អុលទៅកាន់លេខ300មានន័យថាផ្លែប៉េងប៉ោះមានទម្ងន់300ក្រាមឬក៏3ខាំយើងសរសេរ300ក្រាមឬក៏និមិត្តសញ្ញា300ក្រាមជាអក្សរ G កូនមើលឧទាហរណ៍ទី2គេថ្លឹងត្រីជញ្ជីងនេះកូនមុនដំបូងកូនត្រូវមើលថាតើຂະຫນາດវាគិតជាអីគិតជាគីឡូក្រាមឬក៏គិតជាក្រាមអញ្ចឹងកូនមើលវាមានលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8និងលេខ9ហើយនិងលេខ10គីឡូក្រាមប៉ុន្តែ1គីឡូក្រាម2គីឡូក្រាមរហូតដល់8 9បាន10គីឡូក្រាមអញ្ចឹងមានន័យថាជញ្ជីងនេះគិតជាគីឡូក្រាមគេថ្លឹងត្រីមានទម្ងន់ដោយត្រនិចជញ្ជីងចង្អុលទៅលេខ1មានន័យថា1គីឡូក្រាមឬក៏10ខាំយើងអាចសរសេរ1គីឡូក្រាមសរសេរជាអក្សរកាត់អង់គ្លេស kg អានថា1គីឡូក្រាមដូចគ្នាគេថ្លឹងម្នាស់មានទម្ងន់2គីឡូក្រាមនិង400ក្រាមតាមរយៈការមើលជញ្ជីងនេះຂະຫນາດវាគិតជាគីឡូក្រាម1គីឡូក្រាមបន្ទាប់មក2ហើយដល់ពាក្យកន្លះ2មានន័យថា2គីឡូកន្លះឬក៏2គីឡូ4ខាំឬក៏2គីឡូ400ក្រាមពាក្យខាំគេច្រើនប្រើនៅក្នុងជីវភាពរស់នៅក្រាមគេប្រើក្នុងការសរសេរសរុបមកគីឡូក្រាមនិងក្រាមគឺជាឯកតារង្វាស់ទម្ងន់គីឡូក្រាមតាំងដោយអក្សរកអានថាគីឡូក្រាមឬក៏ kg ក្រាមតាំងដោយអក្សរកឬក៏ G អញ្ចឹងបងប្អូនទាំងអស់គ្នាចាប់ផ្ដើមអនុវត្តលំហាត់ទាំងអស់គ្នាចូលបំពេញប្រអប់កូនមើលទៅផ្នែកជញ្ជីងតើទម្ងន់នេះគិតជាຂະຫນាតអ្វីចាគិតជាຂະຫນាតក្រាមគឺមើលឡើងនេះចាគិតជាຂະຫນាតក្រាមហើយត្រនិចជញ្ជីងចង្អុលលេខ500អញ្ចឹងមានន័យថាស្ករនេះមានទម្ងន់500ក្រាមចាស្ករមានទម្ងន់500ក្រាមមូលហេតុអ្នកគ្រូសេប៊ិចក្រហមដើម្បីឲ្យកូនមើលច្បាស់ខជញ្ជីងនេះក៏ຂະຫນាតគិតជាក្រាមដែរហើយត្រនិចចង្អុលលេខ7មានន័យថាគ្រាប់សណ្ដែកមានទម្ងន់700ក្រាមកូនមើលកែវមង្ឃុតមានទម្ងន់ប្រមាណមើលត្រនិចចង្អុលរបស់នាឡិកាចង្អុលទៅលេខ300ហើយຂະຫນាតគិតជាក្រាមមានន័យថាមានទម្ងន់300ក្រាមខែវទុរេនមានទម្ងន់ប្រមាណដែលមើលជញ្ជីងຂະຫນាតគិតជាគីឡូក្រាមមានទម្ងន់3គីឡូក្រាមចុះមាន់ចាមាន់ដោយត្រនិចចង្អុលលេខ2ហើយជាគីឡូក្រាមមានន័យថាមានទម្ងន់2គីឡូក្រាមប្រេងឆាចង្អុលទៅលេខ5មានទម្ងន់5គីឡូក្រាមឆល្ហុងមានទម្ងន់ប៉ុន្មានអញ្ចឹងកូនមើលកន្លែងនេះឲ្យច្បាស់បន្តិចមូលហេតុត្រនិចចង្អុលនាឡិកាត្រនិចចង្អុលរបស់ជញ្ជីងចង្អុលទៅលេខពាក់កណ្ដាលដែលឆ្លងកាត់លេខ1គីឡូក្រាមឆ្លងកាត់លេខ2ហើយនៅពាក់កណ្ដាលរវាង2គីឡូក្រាមនិង3គីឡូក្រាមអញ្ចឹងមានន័យថាល្ហុងនេះនិយាយជាភាសានិយាយ2គីឡូកន្លះតែភាសាសរសេរ2គីឡូចំពោះគីឡូគឺ2គីឡូក្រាមកន្លះខាំឬក៏5ខាំចាអញ្ចឹង5ខាំស្មើនឹងកន្លះគីឡូស្មើនឹងប៉ុន្មានក្រាមកូនចាស្មើនឹង500ក្រាមចាអញ្ចឹងមើលអំបិលដែលឆ្លងកាត់
ขนาด1 គីឡូ 2 គីឡូ 3 គីឡូ ហើយតំណែងចង្អុលពាក់កណ្ដាលរវាង 3 គីឡូ និង 4 គីឡូ អញ្ចឹងមានន័យថា 3 គីឡូកន្លះ ឬក៏3 គីឡូ 5 ខាំ ឬ 3 គីឡូ ប្រមាណក្រាមកូន 5 ខាំស្មើនឹង500ក្រាម អញ្ចឹង 3 គីឡូ 500 ក្រាម ចា៎ អញ្ចឹងអ្នកគ្រូសូមបញ្ជាក់តិចកូនបញ្ជាក់ក្រាម រយណាកូនណា 500 100 បើក្រាម ចូលដល់អង្គរស្ថិតនៅចន្លោះ 4 និង 5 មានន័យថា 4 គីឡូកន្លះ ឬក៏ 4 គីឡូ 5 ខាំ តែបើក្រាមមានន័យថា 4 គីឡូ 500 ក្រាម